ចេះធ្វើជ្រក់ស្ពៃក្តោបទៀតត្រូវហើយស្មែឥឡូវមនុស្សស្រីបើចេះធ្វើជ្រក់ចាប់ហើយមកណាគេខ្លះអត់ទាន់ចេះធ្វើជ្រក់ស្ពៃក្តោបចូលមកនេះចាំខ្ញុំប្រាប់លឿនមកជាដំបូងអ្នកនរគ្នាគ្រាន់តែយកស្ពៃក្តោបដែលយើងមានស្រាប់ហ្នឹងយើងយកមកហាន់វារាងចំណិតតូចល្មមបន្ទាប់មកយើងយកវាទៅច្បាច់ជាមួយអំបិលអ្នកទាំងអស់គ្នាយើងច្បាច់ជាមួយអំបិលហើយយើងចាក់ទឹកអំបិលនឹងចោលហើយយើងលាងទឹកឲ្យបាន2-3ទឹកឲ្យវាស្អាតទៅបន្ទាប់មកចាំយើងទុកវាឲ្យស្ងួតយើងយកវាមកដាក់គ្រឿងរបស់យើងតែគ្រឿងរបស់យើងអត់មានអីច្រើនទេអ្នកនរគ្នាមានតែខ្ទឹមសយើងចិតវាជាប្រទេសស្ដើងមកស្លឹកខ្ទឹមហើយយើងអាចបន្ថែមជាមួយនឹងគ្រឿងមានអំបិលបន្តិចប៊ីចេងស្ករទឹកត្រីបន្តិចម្ទេសស្រួយម្ទេសដែលយើងចង់ដាក់តាមចំណង់ចំណូលចិត្តណាអ្នកនរគ្នាតែទៅមួយម្ទេសណាបន្ទាប់មកយើងអាចកូរវាចូលទៅក្នុងនឹងបានយើងកូរវាឲ្យសព្វទៅហើយមួយទៀតអ្នកនរគ្នាដោយសារយើងធ្វើញ៉ាំពេលយើងធ្វើពេលព្រឹកយើងញ៉ាំពេលល្ងាចចឹងទៅយើងអាចដាក់បន្ថែមជាមួយនឹងទឹកក្រូចឆ្មាអ្នកទាំងអស់គ្នាតែបើសិនជាអ្នកគ្នាអត់ចង់ដាក់ក្រូចឆ្មាអាចដាក់ជាមួយនឹងទឹកខ្មេះជំនួសក៏បានដែរអ្នកទាំងអស់គ្នាប៉ុន្តែដើម្បីសុខភាពអ្នកទាំងអស់គ្នាគួរតែប្រើទឹកក្រូចឆ្មាព្រោះវាស្រស់ល្អបន្ទាប់ពីយើងដាក់វាចូលគ្នាហើយអញ្ចឹងគឺយើងអាចកូរវាទៅអ្នកទាំងអស់គ្នាកូរវាឲ្យសព្វចូលគ្នាទៅបន្ទាប់មកគឺយើងចាប់ផ្ដើមទុកវាមួយអន្លើដើម្បីឲ្យវាចូលជាតិគ្នាអញ្ចឹងពេលល្ងាចគឺយើងអាចញ៉ាំបានហើយយើងអាចញ៉ាំជាមួយអីក៏បានដែរអ្នកនរគ្នាជាមួយគោកងៀតក៏បានយើងអាចញ៉ាំជាមួយពងទាស្ងោរពេលដាច់ខែក៏បានអញ្ចឹងណាអ្នកនរគ្នាឃើញអត់ជ្រក់ស្ពៃក្តោបងាយស្រួលធ្វើទេតែសួរថាហេតុអីបានយើងអត់ចេះអត់លំបាកទេដោយសារយើងអត់ដែរធ្វើតែយើងធ្លាប់ធ្វើតែម្ដងពីរដងគឺយើងចេះហើយនេះគឺគ្រាន់តែជារបៀបធ្វើលក្ខណៈគ្រួសាររបស់ខាងខ្ញុំឯអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាធ្វើរបៀបណាដែរអាច comment នៅខាងក្រោមបានណាអរគុណច្រើនបាយបាយ